សួស្តីដល់អ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាអំពីការគ្រូតរវាង Node.js ជាមួយនឹង Database មាន delete update និង insert គឺមានន័យថាគឺជាការដាក់បញ្ចូលទិន្នន័យរបស់យើងចូលទៅក្នុង database ហើយនេះគឺជាកូដដែលខ្ញុំបានទៅសេរួចហើយវាមានគ្រប់អស់ហើយខ្ញុំបានទៅសេរួចហើយនេះគឺជាកិច្ចការដែលលោកគ្រូគាត់បានដាក់ឲ្យហើយខ្ញុំក៏បានសេរួចអញ្ចឹងយើងទៅ run មើលទាំងអស់គ្នាដើម្បីអាច run Node.js បានយើងត្រូវវាយពាក្យថា npm start ហើយយើងចុច enter មកតបមកយើងទៅកាន់ browser របស់យើងទៅកាន់ browser របស់យើងខ្ញុំចូលមក browser តបមកយើងវាយពាក្យថា localhost ចុច2ហើយ port យើងវាយ 3000 ដែលសារខ្ញុំកំណត់វា default 3000បន្ទាប់ពីវាយហើយយើងក៏ឃើញពាក្យថា hello តមកទៀតយើងដាក់ /1 ហើយ user អានេះគឺជាទិន្នន័យដែលយើងមាននៅក្នុង database តមកបើសិនជាយើងចង់ដឹងថា user មួយយើងដាក់ /1 ទៀតមកហើយយើងដាក់ ID ដែល user យើងចង់បានយើងចង់បាន user មួយណាយើងដាក់ ID មួយនឹងមកឥឡូវយើងមកកាន់កូដរបស់យើងវិញនេះគឺជាអីដែលខ្ញុំមានលើហ្នឹងអញ្ចឹងយើងចាប់ដើមទៅបើកយើងទៅបើកដែលនឹងមានឈ្មោះថា Thunder Client ដែលវាមានទូនាទីក្នុងការបញ្ចូលទិន្នន័យ delete ហើយយើងអាច update នៅក្នុងនឹងបានដែរនេះគឺជា interface របស់ Thunder Client ហ្នឹងអញ្ចឹងខ្ញុំធ្វើការ copy link URL ហ្នឹងទៅផាសនៅក្នុង Thunder Client ហ្នឹងដើម្បីឲ្យឃើញទិន្នន័យទាំងអស់នៅក្នុង database របស់ខ្ញុំដែលខ្ញុំ copy យកមកដាក់ឲ្យចឹងខ្ញុំធ្វើការលុប ID ចេញនេះគឺជាអីដែលមាននៅក្នុង database របស់ខ្ញុំនេះគឺខ្ញុំចង់បានទិន្នន័យមួយដោយសារតែនេះគឺជាទិន្នន័យមួយយើងចង់បានលេខមែនយើងចង់បាន user លេខមែនយើងដាក់ ID ប៉ុណ្ណឹងមកវានឹងចេញឲ្យយើងឯងអញ្ចឹងខ្ញុំនឹងធ្វើការ delete user ដំបូងយើងនឹងធ្វើការ delete user អញ្ចឹងយើងដូរ method វាទៅជា delete យើងចង់ delete user ទីមែនយើងគ្រាន់តែដាក់ ID របស់ user មួយនឹងមកបន្ទាប់ពី delete ហើយវានឹងលុបពាក្យថា delete successfully វានឹងមាន message ឲ្យយើង message ហ្នឹងគឺយើងបាន set នៅក្នុងកូដរបស់យើងអញ្ចឹងយើងទៅមើលទិន្នន័យរបស់យើងនៅក្នុង database តើវាបានលុបមែនអត់អញ្ចឹងខ្ញុំធ្វើការបើក MySQL ហើយ database របស់ខ្ញុំហ្នឹងគឺមានឈ្មោះថា DemoDB ហើយយើងចូលទៅ student តើមកយើងនឹងឃើញថាមិញនេះខ្ញុំ delete ID user ID លេខ2អញ្ចឹងលេខ2ហ្នឹងវាបានបាត់ហើយជាយើងធ្វើការត្រឡប់មកកាន់កូដរបស់យើងវិញយើងត្រឡប់មកកាន់កូដរបស់យើងវិញហើយយើងនឹងទៅធ្វើ step បន្ទាប់ទៀតហ្នឹង step បន្ទាប់ហ្នឹងខ្ញុំនឹងធ្វើការ update ហើយការ update របស់យើងហ្នឹងគឺយើងត្រូវបង្កើត array មួយហើយយើងត្រូវបញ្ចូលទិន្នន័យទៅក្នុងនោះជាទី1ខ្ញុំដាក់ first name ដែលក្នុងនោះវាមាន3មាន first name last name ហើយនិង age អញ្ចឹងខ្ញុំធ្វើការ input first ទីដំបូងគេហ្នឹងគឺ first name ហើយ first name ហ្នឹងគឺមាន value គឺមានឈ្មោះថា Rina ខ្ញុំទៅចូលពាក្យថា Rina ទៅអញ្ចឹងបន្តមកទៀតខ្ញុំនឹងដាក់ last name យើងធ្វើការបញ្ចូល last name ទៅអីក៏បានដែរដែលយើងគិតថាជា last name របស់គាត់អញ្ចឹងខ្ញុំបញ្ចូល last name បន្ទាប់ពីយើងបញ្ចូល last name ហើយយើងធ្វើការបញ្ចូលអាយុអានឹងអាយុស្រ័យតែយើងចង់ដាក់ទេយើងចង់ដាក់ពិតក៏បានចង់ដាក់ fake data ក៏បានស្រ័យតែចិត្តយើងអញ្ចឹងខ្ញុំបញ្ចូលហើយពេលយើងបញ្ចូលហើយយើងនឹងធ្វើការទៅដូរ method របស់វាអញ្ចឹងខ្ញុំចង់ update ទិន្នន័យដោយការ update ទិន្នន័យយើងប្រើ method put ដើម្បី update ទិន្នន័យអញ្ចឹងយើងដូរ method វាមកយើងដាក់ put បន្ទាប់មកយើងចង់ update នៅ user ID ទីមែនយើងដាក់ ID របស់ user មួយនឹងមកហើយយើងចុច send
អញ្ចឹងវានឹង update ឲ្យយើងអូតូអញ្ចឹងយើងទៅមើលក្នុង database របស់យើងអញ្ចឹងយើងទៅមើលតែក្នុង database របស់យើង ID លេខ3នេះវា update អត់យើងអត់ឃើញទេអញ្ចឹងមានន័យថា ID user លេខ3ហ្នឹងខ្ញុំបានលុបវាបាត់ហើយអញ្ចឹងបើសិនជាខ្ញុំលុបវាបាត់ហើយវាអត់មានទេយើងអាច update វាបានទេយើងទៅដូរ ID របស់យើងវិញអញ្ចឹងយើងដូរពីលេខ3ទៅលេខ5ពីអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើការដូរ ID ខ្ញុំនឹងទៅមើលម្ដងទៀតខ្ញុំនឹងឃើញថា user ដែល ID លេខ5ហ្នឹងវានឹងមានការ update មកឈ្មោះ Rina វិញអញ្ចឹង step បន្ទាប់មួយទៀតបន្ទាប់ពីយើងបានធ្វើការ update ហើយបន្ទាប់ពីយើងបាន update យើងនឹងចង់insert ទិន្នន័យចូលទៅក្នុង database ម្ដងអញ្ចឹងខ្ញុំបញ្ចូលឈ្មោះថ្មីខ្ញុំដាក់ first name ថ្មី last name ថ្មីហើយអាយុថ្មីដូចគ្នាអញ្ចឹងក្នុងការ insert ទិន្នន័យនេះផងដែរយើងប្រើ method post ដើម្បី insert ទិន្នន័យបន្ទាប់ពីខ្ញុំបានកែ method ហើយខ្ញុំនឹងចុចពាក្យថា send បន្ទាប់ពីបាន send ហើយវានឹងលោតពាក្យថា insert successfully អញ្ចឹងយើងទៅមើលក្នុង database យើងនឹងឃើញអីដែលយើងបាន insert មិញចូលមកក្នុងទិន្នន័យរបស់យើងអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណដល់អ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាក្នុងការមើលវីដេអូរបស់ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានដឹងហើយរៀនខ្លះៗពីវីដេអូរបស់ខ្ញុំអរគុណច្រើនជួបគ្នាម្ដងទៀតនៅពេលក្រោយបាយបាយ